មានពាក្យមួយម៉ាត់មិនដឹងថាពួកលោកធ្លាប់ឮឬអត់ទេលើលោកនេះមានរបស់កំពូលពីរយ៉ាងទី1គឺលីពូទី2គឺសេះទន្សាយក្រហមលំពេងមេឃារបស់លីពូគេអាចបញ្ចេញយ៉ាងល្អឥតខ្ចោះហើយសេះទន្សាយក្រហមដែលគេជីកមួយថ្ងៃរត់បាន1000ដូចលឿនដូចជារន្ទះរហ័សដូចផ្លេចបន្ទុកគេទុកអ្នកខ្លាំងទាំងឡាយជាជនសាមញ្ញទោះជាដីនៅភ្នំសេះរបស់គេអាចបោតដូចជាដីរៀបតុងជ័រមានលីពូគឺខ្លាំងជាងតបមួយសែននាក់ឥឡូវរឿងដែលគួរឲ្យខ្លាចគឺរបស់ខ្លាំងទាំងពីរនេះវានៅជាមួយគ្នាមនុស្សខ្លាំងជាងគេគឺលីពូសេះខ្លាំងជាងគេគឺសេះទន្សាយក្រហមនេះជាពាក្យនិយាយតគ្នាក្នុងចំនួនចុងក្រោយរបស់រាជវង្សហានលីពូត្រូវបានគេចាត់ទុកថាជាមនុស្សទេពនៅក្នុងសង្គ្រាមហើយទាំងឆាវឆាវនិងលាវប៉ៃសុទ្ធតែទទួលស្គាល់សមត្ថភាពរបស់លីពូចឹងបើសិនជាយើងនិយាយអំពីវិជាគុណលីពូខ្លាំងជាងច្រឡំដោយយោងទៅតាមភាពល្បីល្បាញរបស់ពួកគេយើងមើលទៅលីពូល្បីព្រោះតែមានវិជាគុណខ្លាំងនិងមានកម្លាំងខ្លាំងខុសពីមនុស្សធម្មតាលីពូអាចទប់ទល់ជាមួយនឹងបងប្អូន3នាក់បានដែលនេះជារឿងអស្ចារ្យមួយគួនអ៊ីនិងចាងហ្វៃគឺជាមេតបដែលប្រវត្តិលីពូឈិនសូវចាត់ទុកថាស្មើនឹងកងទ័ពរាប់ពាន់នាក់លីពូអាចគេចរួចពីការស្លាប់របស់អ្នកទាំង3ហ្នឹងបានន័យថាគាត់មិនធម្មតាទៅហើយច្រឡំមិនអាចធ្វើបានបែបនោះទេបើតាមគំនិតរបស់ខ្ញុំច្រឡំវាយមិនឈ្នះគូនអ៊ីផងผมឡាញ់ចង់ល្បីចង់ឲ្យគេហៅលោកចង់មានជីវិតនៃទៅមកឡាញ់អង្គុយឈ្ងោកក្រៃមានអាតាតៃសុំបេះដូងចូលជ្រោកលេងជាថ្មីដូចលេងដូមីណូលេងខៃស្រីដូចជាពូលេកូ MC ស្អីធ្វើងាប់រោនេះគឺឈាមខ្មៅពុតមិនមែនទឹកសារ៉ូ Daddy Chi សួរថាម៉េចមិនចឹងឲ្យគិតម៉េចវិញសួរថាម៉េចមិនចឹងឲ្យគិតម៉េចវិញសួរថាម៉េចមិនចឹងមានដៃជើងដែរតែមិនដែលខំប្រឹងឲ្យគិតម៉េចវិញទុកសោកតោកយ៉ាឡាលបាយកូនមិនមិនធោអើយមកគេណកូនគេអ្នកមានរៀនសាលាល្អធោអើយមកវាណឃើញស្រីសាច់សវាដកសមកចំហខំសំលុយកុំគុណសំរឿងរៀនសំសើចក្រោយជាសំណុំរឿងចង់រងរឿងត្រូវតែរីហាំខ្លះទីសាលាដៃធេងស្រឡាញ់ប្រុសមែនតែនគេមិនមែនមើលអាណាលៀបសក់ក្រហមពាក់កបិល2 3ស្លៀកខោលហែកនោះទេគេរើសមើលអាណាដែលចរិតល្អដឹងចាស់ដឹងទុំចេះរកស៊ីចេះធ្វើការឯនោះទេប៉ុន្តែមកពីយើងអត់បានរៀនច្បាប់ប្រុសទៅចាប់ប្លង់ខុសខំលៀបសក់ឲ្យក្រហមលៀបម្សៅដូចស្រីដាក់ក្រែមស្លៀកខោលហែកគីឡូមានស្រីស្រឡាញ់បានហើយគេថានាងរត់រអ្នកអាខាតលាក់រត់របាក់សាបើជំទីរត់រអស់ញ៉ាបើទេពធីតារត់រទេវបុត្រទេពធីតារត់រស្ដាច់ជាឆែអញ្ចឹងអ្នកដែលនិយមភាពគឺហាដល់លបានគ្នាសុទ្ធអាប្រភេទក្នុងដូចគ្នានឹងឯងឆ្លោះតែគ្នានឹងឯងកាមតមិនដៃក្នុងឆ្លោះគ្នាបាត់ហើយបើដល់តែគេអ្នកប្រឹងរកស៊ីត្រឹមត្រូវគេពិនិត្យមើលពីចំណេះដឹងខាងស្រីគេមើលអិរិយាខាងប្រុសគេមើលចំណេះដឹងនិងភាពឧស្សាហ៍ព្យាយាមអានឹងបានហើយរូបរាងសបកក្រៅវាមិនជាអីប្រមាណទេគ្មានពីណាកិច្ចផុតពីអនិច្ចំណាញោមណាតែយើងចាស់ទៅស្បែកពណ៌សបល់គឺថោកទៀបអីទេហ៎ប៉ុនក៏ហាច់ដែរអុយគេញ៉ែមើលអុយញ៉ែគេញ៉ែហើយគូក្បាលវាមើលណាគៀនហ៎អញទៅអញដាក់ចិត្តដែរបើពុកមិនទៅថ្មវាម៉ូទេជឿអញនោះអញដែរមកទៅលក់ថោក